ឃើញហើយពិតជាអាសូរណាស់ធ្លាក់ពីលើកម្មចន្ទាបាក់ដៃពីរកំណាត់សុកចិត្តយកឫស្សីមកចងអមព្រោះគ្មានលុយទៅពេទ្យមហាជនប្រើប្រាស់បណ្ដាញសង្គមនៅពេលថ្មីៗនេះបាននាំគ្នាសម្ដែងក្តីអាណិតអាសូរទៅដល់ក្មេងប្រុសមួយរូបដែលជួបហេតុការណ៍ធ្លាក់ពីលើកម្មចន្ទាបណ្ដាលឲ្យបាក់ដៃពីរកំណាត់ស្របពេលដែលអាណាព្យាបាលគ្មានលទ្ធភាពជូនទៅពេទ្យបានត្រឹមចងឫស្សីអបដឹងក្តីឈឺចាប់ទាក់ទងនឹងករណីក្មេងប្រុសខាងលើនេះបើតាមការបង្ហោះពីករណីលោកផុនផាឡាបានបញ្ជាក់នៅថ្ងៃទី20ខែមីនាឆ្នាំ2023បានឲ្យដឹងថាលោកបានជួបក្មេងតូចនេះកាលពីម្សិលមិញដោយចៃដន្យដោយរូបគេកំពុងតែចងដៃរុំនឹងក្រមាអង្គុយនៅមុខផ្ទះជាមួយនឹងទឹកមុខយ៉ាងក្រៀមក្រំជាទីបំផុតលោកផុនផាឡាបានបន្តឲ្យដឹងថាក្រោយពីសួរនាំទើបដឹងថាកូនតូចនេះបានធ្លាក់ពីលើកម្មចន្ទាហើយបណ្ដាលឲ្យបាក់ដៃទើបលោកសួរទៅស្ត្រីជាម្ដាយថាហេតុអ្វីបានជាមិននាំកូនទៅពេទ្យព្រោះអីថាពេទ្យគន្ធបុប្ផាជាដើមគឺគេមិនយកលុយនោះទេទើបម្ដាយក្មេងប្រុសបានតបវិញថាកម្រិតជីវភាពរបស់ខ្ញុំក្រីក្រណាស់គ្មានលុយសម្រាប់ធ្វើដំណើរហូបចុកឬចំណាយទូទៅទេយ៉ាងណាមិញមកទល់នឹងពេលនេះក្មេងប្រុសតូចត្រូវបានបញ្ជូនទៅដល់ពេទ្យហើយដែលក្រោយពីថតដៃឃើញថាឆ្អឹងកដៃរបស់គេបានបាក់ចេញពីកដៃទាំងពីរតែម្ដងដោយមានការគៀបសង្កត់សរសៃឈាមហើយសាច់កដៃចាប់ផ្ដើមហើមខ្លាំងផងដែរចំពោះករណីក្មេងប្រុសនេះគ្រូពេទ្យបានបញ្ជាក់ថាសំណាងហើយដែលយកគេមកទាន់ពេលកុំអីកូនតូចនេះត្រូវខូចដៃទាំងស្រុងតែម្ដងហើយដោយសារតែអត់លុយមានលុយធ្វើសហុយធ្វើដំណើរមកណាមួយអាហារហូបចុកពិបាកដែរបងប្អូនព្រឹកមិញនេះភ្ញៀវទេសចរជាតិ 10000 នាក់នាំគ្នាកក់កញ្ញទៅទស្សនាថ្ងៃរះចំកណ្ដាលប្រាសាទអង្គរវត្តយ៉ាងកក្រើកនៅព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2023នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិបាននាំគ្នាឈរចាំត្រៀបត្រាពាសពេញបរិវេណប្រាសាទអង្គរវត្តនិងគោលបំណងផ្ដិតយករូបភាពដ៏ល្អប្រណិតទាក់ភ្នែកនៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទដែលនៅក្នុងមួយឆ្នាំមានតែ2ដងតែប៉ុណ្ណោះចំពោះវត្តមានភ្ញៀវដ៏ច្រើនសន្ធឹកនេះមន្ទីរទេសចរខេត្តសៀមរាបក៏បានបញ្ជាក់អំពីចំនួនភ្ញៀវទេសចរដែលបានចូលទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តនៅថ្ងៃទី21ខែមីនាឆ្នាំ2023នេះដែរថាមានចំនួនប្រមាណ8726នាក់ក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណ2226នាក់គួរឲ្យដឹងផងដែរថាតាមការបញ្ជាក់អំពីអាជ្ញាធរជាតិអប្សរាកន្លងមកបានឲ្យដឹងថាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះត្រូវបានអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រអាជ្ញាធរជាតិអប្សរាឲ្យឈ្មោះថាព្រឹត្តិការណ៍សមេរត្រីដែលជារៀងរាល់ឆ្នាំព្រឹត្តិការណ៍សមេរត្រីតែងតែកើតមានឡើង2ដងក្នុងមួយឆ្នាំគឺនៅរដូវប្រាំងកើតឡើងនៅខែមីនានិងសមេរត្រីរដូវវស្សាកើតឡើងនៅខែកញ្ញាសមេរត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នាក្រៅពីនេះខែខ្លះពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ហើយខែខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃទៅវិញក៏មានដែរភាពអស្ចារ្យនេះបានកាត់ឡើងនៅអង្គរវត្តគឺស្របពេលដែលជាពេលវេលាថ្ងៃនិងយប់មានរយៈពេលស្ទើរស្មើគ្នាហៅថាសមេរាត្រីនោះដំណើរផែនដីនិងដំណើរព្រះអាទិត្យក៏បានរះឡើងចំកំពូលកណ្ដាលនៃអង្គរវត្តអស្ចារ្យណាស់ពិធីក្រងពលីនិងបួងសួងតាមបែបសាសនាដើម្បីសំភ្លើងអាទិទេពសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32នៅព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2023នេះនៅក្តារបែនខាងមុខប្រាសាទអង្គរវត្តបានរៀបចំពិធីក្រងពលីនិងបួងសួងតាមបែបសាសនាដើម្បីសំភ្លើងអាទិទេពសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32និងអាស៊ានប៉ារ៉ាហ្គេមលើកទី12ឆ្នាំ2023ពិធីខាងលើនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកបណ្ឌិតថោងខុនប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍និងជារដ្ឋមន្ត្រីក្រសួងទេសចរលោកជំទាវបណ្ឌិតសុភាចារភៀងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាលោកខៀវកញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកបណ្ឌិតហងពៅអគ្គនាយកអាជ្ញាធរជាតិអប្សរាតំណាងអាជ្ញាធរខេត្តសៀមរាបលោកជំទាវនិងមុខអ្នកការជាច្រើនរូបទៀតសូមជម្រាបថាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី12នាពេលខាងមុខនេះកម្ពុជាក៏បានចាប់ផ្ដើមរៀបចំព្រះរាជពិធីសំព្រះអគ្គីកីឡាពីព្រះអាទិទេពសម្រាប់ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍និងកីឡាអាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី21ខែមីនាឆ្នាំ2023នេះនៅប្រាសាទអង្គរវត្តផងដែរក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃ
ព្រះរាជាណាចក្រកម្ពុជាព្រមទាំងរៀបចំពិធីរត់ដង្ហែព្រះអគ្គីកីឡានេះនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាននិងនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសផងដែរសង្ក្រាន្ត NNP ធានាថាប្លែកសប្បាយរីករាយនិងផ្ដល់នូវការចងចាំដ៏ល្អគោលដៅដ៏ធំបំផុតនៃការរៀបចំសង្ក្រាន្ត NNP គឺដើម្បីអបអរសាទរទទួលឆ្នាំថ្មីប្រពៃណីខ្មែរហើយចង់ឲ្យបងប្អូនខ្មែរយើងសប្បាយរីករាយនិងបានឃើញនៅអ្វីដែលជារបស់ខ្មែរនិងមានការចងចាំមួយដ៏ល្អនៅប្រពៃណីបុរាណខ្មែរនេះជាការលើកឡើងរបស់លោកជំទាវអុកញ៉ាត្រីដាណាអគ្គនាយិកាក្រុមហ៊ុនដាណាត្រីនៅក្នុងពិធីសូត្រមន្តក្រុងពាលីសង្ក្រាន្ត NNP ដែលបានធ្វើឡើងនៅថ្ងៃទី20ខែមីនាឆ្នាំ2023នេះដោយមានការចូលរួមយ៉ាងច្រើនកុះករពីសិល្បករសិល្បករនីសូមបញ្ជាក់ផងដែរថាកម្មវិធីសង្ក្រាន្ត NNP នឹងប្រារព្ធធ្វើឡើងនៅក្នុងរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែមីនាឆ្នាំ2023នៅក្នុងបរិវេណដីឡូធំមួយកន្លែងនៅជិតវិមានឈ្នះហើយបងប្អូនអាចចូលរួមលេងកម្សាន្តសប្បាយ NNP ដោយសេរីនិងដោយក្តីរីកសប្បាយរីករាយសម្រាប់ក្រុមហ៊ុនដាណាត្រីនេះគឺជាលើកដំបូងហើយដែលរៀបចំកម្មវិធីសង្ក្រាន្ត NNP នេះឡើងលោកជំទាវអុកញ៉ាត្រីដាណាបានឲ្យដឹងបន្ថែមថាក្នុងរយៈពេល3ថ្ងៃនេះគឺមានការលេងល្បែងប្រជាប្រិយការរួមកម្សាន្តបែបប្រពៃណីខ្មែរមានការសម្ដែងរបាំក្ងោកមានកម្មវិធីបុកតោគុនខ្មែរល្ខោនខោលនិងកម្មវិធីបែបប្រពៃណីជាច្រើនទៀតហើយក្នុងនោះក៏មានការស្លៀកពាក់បែបសម័យមុនផងដែរជាមួយនឹងកម្មវិធីសង្ក្រាន្ត NNP លោកជំទាវអុកញ៉ាត្រីដាណាក៏បានរំពឹងផងដែរថានឹងមានបងប្អូនខ្មែរយើងចូលរួមច្រើនកកកហើយប្រសិនបើមានការគ្រប់គ្រងច្រើនពីបងប្អូនលោកជំទាវអុកញ៉ានឹងបន្តធ្វើជារៀងរាល់ឆ្នាំតែម្ដងប្រាប់បង្គំខ្ញុំប្រកាសណាម្ចាស់ជំនួសជួសតាងតំណាងឲ្យលោកជំទាវអុកញ៉ាត្រីដាណាលោកបានរៀបចំធ្វើពិធីគេអន្តរពុញចន្តោស្វាហាយៈក្នុងពេលនេះបាទសូមជឿលោកជំទាវបាទក្រោមហ្នឹងដើម្បីបូជាទានបាទមកខាងនេះបាទខាងនេះពេលនេះយើងខ្ញុំក៏មានតន្ត្រីប្រពន្ធទៀតរវាងកងស្គរសភោសឡៃលោកបានរៀបចំបូជាថ្វាយសូមជួយថ្វាយបោះសាពុទ្ធាអូនញ៉ៃដែរក៏lại chưa ra Sa uka sa sarai sakya puni sape nyebut sa pak loma paco sak sak meji kop senara yak lekat senara monare amumat kembang redau senang sang banyak sahai nohong tak sak pekowek tau sama samput sak palet nebutak dibuat setau pakajak ia wajah tanah putus sak sena sayukala sakit neni jak salat
តាមពីនេះសូមរាប់ចាប់តាំងអំពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធមានព្រះភិក្ខុអង្គនោះព្រះអង្គទ្រង់យាងចូលកាន់បរិនិព្វានដរាបមកដល់ថ្ងៃនេះអាយុកាលនៃបណ្ឌនាគតត្រូវជាព្រះពុទ្ធសាសនាគ្រប់5000ព្រះវស្សាដោយបរិបូរណ៍ការដែលយើងខ្ញុំបានរៀបចំបូជាមានទានធូបគ្រឿងត្រូវក្រអូបពីដល់ពុទ្ធធាលេខការស្នាមលូមយូមជាស្រោកអភាស្នៃទាំងអផងរមពើជេបាយទឹកគួតត្រេករូបផ្នែកច្បងបងអានប្រាយសាបលាផងស្រួលស្រេចកន្លងអម្ចាស់ធរណីជើងស្ដេចក្រុងបលីធរណីគង្គាស្ដេចសោយវិញ្ញាបូជាឲ្យសមរាជាឲ្យពរសុខសាន្តឲ្យមានមួសការងារទាំងអស់ចន្លោះសពឋានយើងខ្ញុំសូមសុខផុតទុកការជ័យយោសួហងសុខអបមានគុលជ័យក្រុងបលីនៃកិច្ចពិធីសង្ក្រាន្ត NNP នៅក្នុងឆ្នាំថ្មីនេះពិតជាបានជោគបានជ័យសិរីសួស្តីគ្រប់ប្រការមែនអងបើពិតដូចមាត់ប្រកាសដូចថាបានអ្វីជាបន្ត